ខេត្តកាម៉ៅមាន7វត្តព្រះពុទ្ធសាសនាខ្មែរថេរវាទនិង10សាលាទានដោយការជំនួយជ្រោមជ្រែងរបស់រដ្ឋអំណាចភូមិភាគបណ្ដាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅក្នុងខេត្តក៏កំពុងតែរៀបចំអំណរបុណ្យចូលឆ្នាំថ្មីដោយបរិយាកាសសប្បាយរីករាយផងដែរវត្តក្របីឃ្លៀកគឺជាវត្តកេរដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ជាមជ្ឈមណ្ឌលប្រជុំជីវភាពសកម្មភាពវប្បធម៌សាសនានិងអភិរក្សវប្បធម៌ប្រពៃណីរបស់មីមីងខ្មែរនៅឃុំតឹងឡុកក៏ដូចជាប្រជាជនក្នុងតំបន់ផងដែរនាពេលថ្មីនេះវត្តក្របីឃ្លៀកបានមន្ទីរវប្បធម៌កីឡានិងទេសចរខេត្តកាម៉ៅជំនួយវងភ្លេងពិណពាទ្យបម្រើតម្រូវការវប្បធម៌របស់សហគមន៍ឆ្នាំហ្នឹងបានរត់អោយហ្នឹងក៏អស់ហើយអញ្ចឹងក៏ខំប្រឹងធ្វើយ៉ាងណានោះចូលឆ្នាំហ្នឹងដើម្បីឲ្យបរិស័ទហ្នឹងបានទទួលមើលនៅវប្បធម៌ខ្មែរសិល្បៈខ្មែរអំណរបញ្ចូលឆ្នាំប្រពៃណីជាតិខ្មែរ2025និងអនុស្សាវរីយ៍លើកទី50ទិវារំដោះភាគខាងត្បូងក្រុមសិល្បៈខ្មែរខេត្តកាម៉ៅចាត់តាំងសម្ដែងនៅ15ទីតាំងក្នុងភូមិសាស្ត្រខេត្តសកម្មភាពនេះសម្ដៅឆ្លើយតបតម្រូវការទស្សនាកំសាន្តសិល្បៈនិងនាំមកនៅបរិយាកាសរីករាយដល់មីមីងខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាត់ឆ្នាំមកទីអសបាយណាស់បងប្អូនចូលឆ្នាំបងប្អូនមកពវអើយសង្កេតខ្មែររបស់យើងមានបងប្អូនសាសនាខ្មែរមកច្រើនណាស់យើងដឹកនាំកូនបងប្អូនកូនក្មួយថ្ងៃក្រោយដល់របៀបដងរបស់សាសនាខ្មែរយើងថ្ងៃចូលឆ្នាំក្រុមសិល្បៈខ្មែរខេត្តកាម៉ៅបានរៀបរៀងចងក្រងកម្មវិធីពិសេសរួមមានចម្រៀងនិងរបាំជាមួយសារអំពីការអភិរក្សនិងលើកតម្កើងអត្តសញ្ញាណវប្បធម៌សម្ដែងបម្រើមីមីងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ2025ក្នុងចំណោមនោះមានឈុតរបាំអភិរក្សអក្សរសាស្ត្រជនជាតិខ្មែរបានសម្រិតសម្រាំងដោយការគួបផ្សំនៅទម្រង់សិល្បៈរបាំប្រជាប្រិយនិងបុរាណយើងខ្ញុំធ្វើនៅកម្មវិធីទាំងរបាំទាំងឈុតកំប្លែងដឹកនាំរក្សានៅប្រពៃណីរក្សានៅអក្សរសាស្ត្ររក្សានៅពាក្យសម្ដីនិយាយរបស់ជនជាតិក្នុងជនជាតិនីមួយតំណាងគោលតំណាងធំបំផុតគឺអក្សរសាស្ត្រហើយនិងពាក្យនិយាយដោយមានគោលនយោបាយជាក់ស្ដែងទាន់ពេលវេលានិងមានប្រសិទ្ធភាពរួមនឹងសកម្មភាពគិតគូរសម្ភារៈនិងស្មារតីរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងផ្នែកជំនាញខេត្តកាម៉ៅបានបង្កលក្ខណៈដើម្បីជួយឲ្យមីមីងខ្មែរទទួលបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិ2025យ៉ាងកក់ក្ដៅនិងបរិបូរណ៍កម្មវិធីព័ត៌មាននាពេលនេះចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ទស្សនាពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន